ជាបឋមអង្គខ្ញុំករណាសូមក្រាបនមស្ការចំពោះប្រជុំ3នៃព្រះរតនត្រ័យក្នុងនោះមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលជាទីសក្ការៈដល់កំពង់កពស់ស្មើដោយជីវិតសពកាលនិងសូមគោរពកិច្ចចំពោះព្រះរាជគុណគ្រប់ព្រះអង្គនិងព្រះឧទេសចារព្រះធម្មចារគ្រប់ព្រះអង្គមួយលើដោយព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លានិងសូមចម្រើនពរអស់ញាតិញោមពុទ្ធបរិស័ទនៅក្នុងចំណោះជើងវត្តបន្ទាយប្រជុំ7បន្ទាយក្រក៏ដូចជាគ្រប់ចាត់ទិសទាំងអស់ដែលជាអ្នកមានសទ្ធាជ្រះថ្លាក្នុងកិច្ចការងារសង្គមព្រះពុទ្ធសាសនាហេតុដូច្នេះក្នុងថ្ងៃនេះដែរអង្គខ្ញុំកណាអាត្មាភាពនឹងបានឱកាសរបាយការណ៍នៅកិច្ចការខ្លះចំពោះការកាត់ដេរអោក៏ដូចជាឯកសន្តានជូនចំពោះបងប្អូនជាថ្នាក់វិជ្ជាខេមរៈភាសាក៏ដូចជាថ្នាក់ពុទ្ធិកសិក្សាមួយលើដោយគណៈគ្រូបង្រៀនដែលជាក្រហមអញ្ចឹងក្នុងកិច្ចការកាត់អោជូនចំពោះបងប្អូនសិស្សានុសិស្សគ្រប់រូបទាំងអស់ក៏បានរួចស្រេចជាស្ថាពរក្នុងកិច្ចការកាត់ដេរអោនេះផងដែរក៏ដោយកម្លាំងទឹកចិត្តសទ្ធាជ្រះថ្លារបស់អស់ញាតិញោមពុទ្ធបរិស័ទដូចជាព្រះសង្ឃគ្រប់ព្រះអង្គឧបត្ថម្ភគ្រប់គ្រងនៅបច្ច័យនិងឧបត្ថម្ភនៅបច្ច័យដើម្បីបានគ្រប់ចំនួនហើយកាត់អោក៏គ្រប់ចំនួនផងដែរជូនចំពោះបងប្អូនអញ្ចឹងសិស្សរួមទាំងអស់ទាំងបាលីហើយនិងទាំងខេមរៈភាសាគឺថ្នាក់អក្សរកម្មនេះរួមទាំងអស់263រូបអញ្ចឹងមិនដំបូងថាកាត់តែមួយអោតែប៉ុណ្ណោះប៉ុន្តែខ្លាចមួយក្រែងលោប្រឡាក់បោកទៅស្ងួតបន្តក៏មានគំនិតកាត់ជា2អោដើម្បីជូនដល់បងប្អូនហើយដូច្នេះក្នុងកិច្ចការកាត់អោនេះសរុបបច្ច័យទាំងអស់56លាននៃ56លានទាំងអស់គឺ56លានដងគឺតាំងពីលើកមួយលើក263មួយលើក263ចឹងពីលើករួមទាំងអស់វា526រួមទាំងគ្រូបង្រៀនជាក្រហម18ទៀតនៃរួមទាំងអស់254អោតែដូច្នេះក្នុងកិច្ចការនេះក៏ដោយអាស្រ័យសទ្ធាជ្រះថ្លានៃប្រសង់ក៏ដូចជាញាតិញោមពុទ្ធបរិស័ទគ្រប់ចាត់ទិសទាំងអស់ទាំងជិតទាំងឆ្ងាយដែលបានចូលរួមឧបត្ថម្ភគ្រប់គ្រងដល់ការកាត់អោជូនដល់បងប្អូនដើម្បីជាឯកសន្តានមួយដ៏ល្អនិងមានសុខភាពដែលជាខេមរៈបុត្រដែលជាអ្នកមកសិក្សានៅអក្សរសាស្ត្ររបស់ម្ដាយហើយនឹងរក្សានៅប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្ររបស់ផងខ្លួនក្នុងវត្តអារាមឲ្យមានឯកសន្តានតែមួយដើម្បីញ៉ាំងនៅសុខភាពនេះឲ្យកាន់តែស្រស់បំប្រងនិងឲ្យមានចិត្តមោទនភាពចំពោះអ្វីដែលមានហើយដូច្នេះអង្គខ្ញុំកាលណាក្នុងថ្ងៃនេះដែរក៏សូមថ្លែងកំណរអរព្រគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជគុណក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គដែលមានសទ្ធាជ្រះថ្លាគ្រប់គ្រងក្នុងការកាត់អោជូនដល់បងប្អូននេះមើលលើដោយញាតិញោមពុទ្ធបរិស័ទនៃអង្គខ្ញុំកាលណាក៏សូមថ្លែងកំណរអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការឧបត្ថម្ភគ្រប់គ្រងក្នុងកិច្ចការមួយនេះហើយដូច្នេះទីអវសានកថាក៏ដូចជារបាយការណ៍នេះក៏សូមប្រសិទ្ធពរជូនចំពោះព្រះរាជគុណព្រះសង្ឃគ្រប់ព្រះអង្គសូមឲ្យមានសុខុមាលភាពល្អបរិបូរណ៍និងបានសេចក្តីសុខសេចក្តីចម្រើនមួយលើដោយញាតិញោមពុទ្ធបរិស័ទនេះក៏សូមឲ្យប្រកបតែសេចក្តីសុខសេចក្តីចម្រើនទៅដោយពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយ4ប្រការពលគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សទេវតាព្រះនិព្វានទៅតាមឧបនិស្ស័យទៅតាមបុណ្យកុសលដែលខ្លួនបានកសាងទៅហងសូមអនុមោទនាសាធុ